បាទជំរាបសួរបងប្អូនទាំងគ្នាអ្វីដែលយើងត្រូវដោះស្រាយនៅពេលនេះគឺនេះបងប្អូនទាំងគ្នាអញ្ចឹងគេភ្លេចខ្លួនគឺគេដូរស៊េរីម៉ូតូភ្លេចខ្លួនគេដូរស៊េរីឡានហើយខ្ញុំភ្លេចខ្លួនគឺលក់ម៉ូតូបងប្អូនទាំងគ្នាណាបាទគឺដើម្បីបំពេញនៅក្តីសម័យខ្លួនឯងបន្តទៀតបាទដើម្បីនេះសាលាគុណរបស់ខ្ញុំអញ្ចឹងខ្ញុំត្រូវតែលក់របស់ខ្ញុំចោលហើយបងប្អូនទាំងគ្នាបងប្រុសហើយបងប្អូនទាំងគ្នានេះគឺ MT បងប្អូនទាំងគ្នាគឺ020របស់ខ្ញុំដែលខ្ញុំជិះអដងហ្នឹងបងប្អូនទាំងគ្នាឥឡូវនេះគឺដើម្បីបំពេញក្តីសម័យខ្លួនឯងបន្តទៀតគឺមានតែលក់វាទេបងប្អូនទាំងគ្នាបាទចាំមើលលក់វាហើយតើយើងបន្តបានប៉ុន្មានខែទៀតបងប្អូនទាំងគ្នាណាបាទនេះគឺយើងអស់ក្តីបារម្ភហើយបងប្អូនទាំងគ្នាយើងលក់អានេះហើយគឺយើងលេងអីបងប្អូនទាំងគ្នាចាប់ពីថ្ងៃនេះទៅគឺខ្ញុំលែងបានជិះវាទៀតហើយបងប្អូនទាំងគ្នាធ្លាប់តែជិះវាទៅធ្វើការទៅឆ្ងាយចុះខេត្តរហូតគឺម៉ូតូរបស់ខ្ញុំគឺជិះស្រួលមែនតើបងប្អូនទាំងគ្នាអត់ដែលមានបញ្ហាអត់ដែលមានធ្វើទុកអីទេបងប្អូនទាំងគ្នាតែឥឡូវនេះគឺខ្ញុំត្រូវតែបង្ខំចិត្តលក់វាហើយបងប្អូនទាំងគ្នាដើម្បីសាលាគុណដើម្បីបន្តនៅក្តីសម័យខ្ញុំបន្តទៀតណាបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំត្រូវតែលក់បងប្អូនទាំងគ្នាហើយនេះដែរគឺមិនដាច់ចិត្តទេបងប្អូនទាំងគ្នាបាទតែធ្វើម៉េចបើយើងត្រូវការលុយហើយបងប្អូនទាំងគ្នាហើយនេះគឺអង្គុយចាំបងប្រុសគាត់មកណាបងប្អូនទាំងគ្នាគឺសំណោះម៉ូតូមែនតើបងប្អូនទាំងគ្នាឥឡូវនេះគឺបងប្រុសគាត់បានមកដល់គាត់ឆែកមើលម៉ូតូលេចកើតជើងត្បូងណាបងប្អូនទាំងគ្នាគឺសម្រាប់ម៉ូតូខ្ញុំគឺជិះស្រួលមែនតើបងប្អូនទាំងគ្នាខ្ញុំជិះទៅខេត្តម្ដងដែរមានបញ្ហាដែរធ្វើទុកអីទេបងប្អូនទាំងគ្នាឥឡូវនេះគឺផ្ទាល់ពីយើងលក់ហើយគឺយើងជិះ pass up មកសាលាគុណយើងវិញអញ្ចឹងណាបងប្អូនទាំងគ្នាបាទខ្ញុំស្គមថាវីដេអូនេះគឺបងប្អូនឃើញហើយជួយ share ជួយ like ដើម្បីលើកទឹកចិត្តរបស់ខ្ញុំដើម្បីឲ្យខ្ញុំបន្តនៅអភិរក្សនៅថែរក្សាជាមួយនឹងក្បាច់គុណទៀតណាបងប្អូនទាំងគ្នាអញ្ចឹងសម្រាប់បងប្អូនដែលមានការងារបាទធ្វើថតអីណាបងប្អូនទាំងគ្នាកុំភ្លេចហៅខ្ញុំទៅថតផងបងប្អូនទាំងគ្នាដើម្បីឲ្យខ្ញុំបានចំណូលដើម្បីទប់ជាមួយនឹងសាលាគុណបន្តទៀតបងប្អូនអរគុណ